លោកដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះដែរយើងមកតសាច់រឿងរបស់យើងបន្តទៀតប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងរបស់យើងហ្នឹងមានគេសូមប្រាប់រឿងខកចិត្តមួយទៅដល់អ្នកទាំងអស់គ្នាដោយនៅថ្ងៃទី22ខែ5នេះដែរមាននឹងជាប់ប្រឡងហើយដូច្នេះមានមិនបានសម្រាយឲ្យអ្នកទាំងអស់គ្នាទៀតនោះទេដោយដំណើរការនៃការប្រឡងដែរគឺប្រឡង2ថ្ងៃគឺ22 23នឹងឯងដូច្នេះ admin អត់បានសម្រាយរយៈពេល2ថ្ងៃអញ្ចឹងក៏សូមអធិស្ឋាន admin ផងតើតែចាប់ប្រឡងវិញបាន admin សម្រាយឲ្យអ្នកទាំងអស់គ្នាវិញតើឥឡូវយើងចូលទៅក្នុងសាច់រឿងយើងហ្មងទៅតែបន្ទាប់ពីយាយយន្តយកបានបក្រាបពណ៌ជនក្បត់ហើយប៉ុន្តែឪពុករបស់គេនៅតែមានការព្រួយបារម្ភចំពោះកូនរបស់ខ្លួនប៉ុន្តែយាយយន្តក៏បានប្រាប់ទៅឪពុករបស់គេថាមិនបាច់ព្រួយបារម្ភទេពុកខ្ញុំមិនអីនោះទេសមត្ថភាពរបស់ខ្ញុំពេលនេះគឺខ្លាំងមែនតើហើយយាយយន្តរបស់យើងក៏បានសួរទៅឪពុករបស់គេថាតើអាណាចក្រអាថ៌កំបាំងប្រច័នខ្មៅនោះត្រូវបានគេបើកដំណើរការនៅថ្ងៃណាឪពុករបស់គេក៏បានប្រាប់ថានៅរយៈពេល10ថ្ងៃទៀតប៉ុណ្ណោះគឺអាណាចក្រនោះនឹងបើកហើយពេលនោះដែរគឺធ្វើឲ្យឪពុករបស់គេគឺពិតជាមានការងឿងឆ្ងល់មែនតើថាហេតុអ្វីបានជាកូនរបស់ខ្លួនសួរបែបនេះហើយអាណាចក្រនោះដែរគឺជាអាណាចក្រមួយដែលមានទីតាំងផ្នែកជ្រៅបំផុតនៃភ្នំព្រះច័ន្ទខ្មៅហើយមិនតែប៉ុណ្ណោះអាណាចក្រនោះដែរត្រូវបានបន្សល់ដោយអ្នកខ្លាំងក្នុងចំនួនមុនចឹងណាហើយម្យ៉ាងទៀតអាណាចក្រមួយនោះក៏ត្រូវបានការពារដោយគ្រួសារធំចំនួន3ដែលនៅក្នុងទីក្រុងបាយ័ននោះហើយអ្វីគួរឲ្យខ្លាចនោះនៅក្នុងអាណាចក្រមួយនោះក៏មានទៅដោយសត្វចម្លែកផងដែរប៉ុន្តែកន្លែងនោះដែរគឺជាកន្លែងមួយដែលល្អសម្រាប់អ្នកហាត់យុទ្ធសិលបន្ទាប់ពីយាយយន្តរបស់យើងបានគិតរឿងដ៏សែនស្មុគស្មាញច្រើនហើយលោកគេក៏បានទៅកន្លែងទឹកជ្រោះមួយដើម្បីទៅរកកំណប់ហើយធ្វើឲ្យយាយយន្តរបស់យើងអាចចូលទៅក្នុងទឹកនោះបានគឺគេបានយកថ្នាំការពារទឹកមកចឹងណាខណៈពេលនោះដែរយាយយន្តរបស់យើងក៏បានឃើញនៅកំណប់នោះបន្ទាប់ពីយាយយន្តរបស់យើងបានយកកំណប់នោះហើយលោកគេក៏ទទួលបាន4000ពិន្ទុជាបទពិសោធន៍ហើយនៅពេលដែលយាយយន្តរបស់យើងបានយកកំណប់នោះហើយលោកគេក៏បានមកវិញប៉ុន្តែនៅពេលដែលយាយយន្តរបស់យើងបានលើកក្បាលចេញពីទឹកមកភ្លាមលោកគេក៏បានឃើញស្រីស្អាតម្នាក់កំពុងតែងូតទឹកស្រាប់ពេលនោះដែរគឺធ្វើឲ្យកញ្ញារបស់យើងគឺពិតជាមានការអៀនមែនតើហើយកញ្ញារបស់យើងក៏បានជេរមួយម៉ាត់យ៉ាងចុកថាម៉ាក់សំភឹងបន្ទាប់មកកញ្ញារបស់យើងក៏ធ្វើការដេញវាយយាយយន្តរបស់យើងចឹងណាយាយយន្តរបស់យើងខំរត់ផងតែបានបកស្រាយផងថាអេកញ្ញានេះគឺជារឿងយល់ច្រឡំនោះទេខ្ញុំមិនបានមានបំណងចង់មើលអ្នកនោះទេប៉ុន្តែកញ្ញារបស់យើងមិនបានស្ដាប់យាយយន្តនោះទេរូគេក៏បានធ្វើការវាយប្រហារទៅកាន់យាយយន្តរបស់យើងចឹងណាប៉ុន្តែដឹងមិនទេកញ្ញាយាយយន្តរបស់យើងវាយគេមានណាអួតឈាមខ្លួនឯងបដ ாய் ទីបំផុតក៏បានដួលសំណត់ទៅទ្រូងរបស់យាយយន្តរបស់យើងតែម្ដងគណៈពេលដែលពួកគេកំពុងតែស្វីតនោះក៏មានពួកអាពីវាក្បាលនោះដែលធ្វើការមកចង់ចាប់ខ្លួនកញ្ញារបស់យើងចឹងណាតែយើងមើលមុខអាប៉ែមេខ្លងនោះគឺពិតជាគួរឲ្យខ្លាចមែនតើហើយរូគេក៏បាននិយាយថាសូមប្រគល់នាងឲ្យខ្ញុំមកបើរូកឯងមិនចង់ស្លាប់ពីព្រោះថាដាវរបស់ខ្ញុំមិនមានភ្នែកនោះទេហើយសម្រាប់ដាវរបស់ខ្ញុំហ្នឹងរូកវាអាចប្រឡាក់តែអាចប៉ុណ្ណោះគឺរូកវាមិនអាចប្រឡាក់ឈាមនោះទេប៉ុន្តែសម្រាប់សម្ដីដូចអាចនេះគឺមិនធ្វើឲ្យយាយយន្តរបស់យើងព្រឺក្បាលសំបីតែបន្តិចឡើយហើយបន្តមកយាយយន្តរបស់យើងក៏បានផ្លាស់ទីទៅក្រោយអាប៉ែម្នាក់ហ្នឹងហើយបន្តមកយាយយន្តរបស់យើងក៏បានកាត់សម្លាប់អាប៉ែហ្នឹងស្លាប់បាត់ទៅហើយកាន់តែពិសេសនោះយាយយន្តរបស់យើងវាប្រហារតែដៃមួយប៉ុណ្ណោះដោយដៃមួយទៀតរូគេជប់កាន់ស្រីចឹងណាខណៈពេលនោះដែរក៏ធ្វើឲ្យកូនចៅរបស់ពួកគេគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តរបស់យើងមែនតើហើយបន្តមកពួកគេទាំងអស់គ្នាក៏ធ្វើការចុះទៅវាប្រហារយាយយន្តរបស់យើងដើម្បីសងសឹកឲ្យមេរបស់គេប៉ុន្តែសម្រាប់សមត្ថភាពការដូចជាពួកគេនេះមិនអាចធ្វើអ្វីទៅកាន់យាយយន្តរបស់យើងបាននោះទេខណៈពេលនោះដែរយាយយន្តរបស់យើងក៏ធ្វើការវាប្រហារបកទៅវិញដោយល្បឿនវាប្រហាររបស់គេគឺពិតជាលឿនមែនតើក្នុងពេលតែ1វិនាទីសោះលោកគេអាចសម្លាប់មនុស្សបានរហូតដល់ទៅ2 3នាក់ឯណោះហើយនៅពេលដែលការប្រយុទ្ធគ្នាអំបញ្ញមួយនេះត្រូវបានបញ្ចប់លោកយាយយន្តរបស់យើងក៏ទទួលបានគុណសម្បត្តិជាច្រើនមិនតែប៉ុណ្ណោះយាយយន្តរបស់យើងក៏ទទួលបានបទពិសោធន៍ច្រើនមែនតើគឺរហូតដល់ទៅ220,000ពិន្ទុឯណោះហើយកាន់តែពិសេសទៀតនោះយាយយន្តរបស់យើងក៏បានឆ្លងកាត់នៅដំណាក់កាលខ្ជូអាយហើយនិងដំណាក់កាលឈាមខ្វះដងជីងហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរចាកចេញពីទីកន្លែងនោះបាទទៅហើយនៅតាមផ្លូវកញ្ញាម្នាក់ហ្នឹងក៏បានអរគុណទៅកាន់យាយយន្តរបស់យើងដែលបានជួយសង្គ្រោះរូបនាងហើយបន្ទាប់មកនាងក៏បានប្រើឈ្មោះរបស់នាងថានាងមានឈ្មោះថាខ្វិនយ៉ាវហើយបន្ទាប់មកនាងក៏ធ្វើការសួរទៅឈ្មោះរបស់យាយយន្តរបស់យើងវិញចឹងណាហើយយាយយន្តរបស់យើងក៏មិនបានចេះកណ្ដាលឈ្មោះអ្វីនោះដែរគេក៏បានប្រើឈ្មោះពិតរបស់គេទៅខណៈពេលដែលពួកគេកំពុងតែនិយាយពិភាក្សាគ្នាបានមួយទទួលក្រោយមកក៏ស្រាប់តែមាននរណាម្នាក់បានបាញ់កញ្ជ្រួចដើម្បីសុំជំនួយពីយាយយន្តរបស់យើងចឹងណាប៉ុន្តែនៅពេលដែលយាយយន្តបានមកដល់ក៏មានមនុស្សជាច្រើនបានដេកស្លាប់ធ្វើឲ្យយាយយន្តរបស់យើងគឺពិតជាមានការងឿងឆ្ងល់មែនតើថានរណាគឺជាអ្នកធ្វើរឿងនេះខណៈពេលនោះដែរក៏បានលេចចេញនៅបរិម្នាក់ហើយនឹងគ្នារបស់គេដែលពួកគេទាំងអស់គ្នាដែរគឺជាគ្រួសារយ៉ាងនឹងឯងហើយប៉ែដែលនៅមុខនោះហើយគឺជាអ្នកគ្រប់គ្រងនៃគ្រួសារយ៉ាងនឹងឯងដែលរូគេមានឈ្មោះថាយ៉ាងឈីងមូដែលរូគេមានកម្រិតទី6ហើយពួកគេមកទីនេះគឺដើម្បីសងសឹកយាយយន្តនឹងឯងដែលធ្វើឲ្យយ៉ាងឈីងមូរបស់យើងគឺពិតជាមានការខឹងសម្បាទៅនឹងយាយយន្តរបស់យើងមែនតើពីព្រោះថាយាយយន្តរបស់យើងគឺពិតជាមានការប្រហើមមែនតើហ៊ានសម្លាប់យាយឆេងហើយសម្លាប់កូនចៅរបស់គេ2នាក់ទៀតតែថ្ងៃដែររូគេនឹងមិនຕົកជីវិតឲ្យយាយយន្តរបស់យើងនោះទេហើយមិនតែប៉ុណ្ណោះឪពុករបស់យាយយន្តរបស់យើងនឹងក៏ត្រូវបានពួកគេចាប់នោះដែរគណៈពេលនោះដែរឪពុករបស់គេក៏បានប្រាប់ទៅនឹងកូនរបស់ខ្លួនថាឲ្យរត់ទៅមិនបាច់នៅទីនេះនោះទេគណៈពេលនោះដែរយាយយន្តរបស់យើងក៏បានប្រើនៅយុទ្ធសិលបិសាចរបស់គេនឹងសម្រាប់ពួកទាំងអស់នោះដែលធ្វើឲ្យពួកគេមានការឈឺចាប់ហើយពួកគេក៏បានបាត់បង់ជីវិតបោះទៅប៉ុន្តែយាយរបស់យើងមិនបានសម្លាប់ទាំងអស់នោះទេរូគេសម្លាប់តែ2 3នាក់ដើម្បីទុកជាមេរៀនអញ្ចឹងទៅតែគណៈពេលនោះដែរក៏ធ្វើឲ្យយ៉ាងឈីងមូរបស់យើងក៏ពិតជាមានការងឿងឆ្ងល់មែនតើថាហេតុអ្វីបានជាមនុស្សសម្រាមបែបនេះខ្លាំងយ៉ាងនេះគណៈពេលនោះដែរយ៉ាង
ឈ្មោះរបស់យើងក៏បាននិយាយយ៉ាងលយថាឯងមិនសម្រាប់គ្នារបស់យើងច្រើនណាស់ដូច្នេះតើឯងអាចជំនួសយើងនឹងចូលរួមមកជាបកពួករបស់គ្រួសារយើងដែរឬទេហើយបើឯងចូលយើងនឹងទុកឱកាសឲ្យគ្រួសាររបស់ពួកឯងនៅរស់ប៉ុន្តែយាយយន្តរបស់យើងមិនបានចូលទៅក្នុងបកពួករបស់ពួកគេនោះទេដែលធ្វើឲ្យយ៉ាងឈីមូរបស់យើងក៏ពិតជាមានការខឹងសម្មាទៅនឹងយាយយន្តមែនទែនហើយបន្ទាប់មកយ៉ាងឈីមូរបស់យើងនឹងក៏បានដកដាវរបស់គេដើម្បីកាប់សម្លាប់ទៅនឹងយាយយន្តប៉ុន្តែគួរឲ្យសោកស្ដាយសង្គ្រាមរៀបនឹងចាប់ផ្ដើមហើយក៏ស្រាប់មានបរិសុទ្ធចំណាស់ម្នាក់បានមកខាត់ពួកគេទាំងពីរនាក់ដោយបរិសុទ្ធចំណាស់ម្នាក់នោះដែរមានឈ្មោះថាឈីវសាំងយុនហើយកាន់តែពិសេសនោះរូបគាត់ក៏មានកម្រិតខ្ពស់ជាងគេផងដែរដែលធ្វើឲ្យមនុស្សនៅជុំវិញនោះក៏ពិតជាមានការភ្ញាក់ផ្អើលមែនទែនថាគាត់មកនេះដោយរបៀបណាហើយហេតុអ្វីបានជាគាត់មកទីនេះពីព្រោះថាលោកគ្រូឈីវសាំងយុនម្នាក់នេះគឺជាអ្នកដែលមានជំនាញខ្លាំងជាងគេមិនតែប៉ុណ្ណោះក៏មាននៅកម្រិតកម្ពស់ដែលល្បីល្បាញផងដែរស្រាប់ពេលនោះដែរឈីវសាំងយុនរបស់យើងក៏បានសួរទៅនឹងយាយយន្តរបស់យើងថាតើយាយយន្តរបស់យើងនឹងព្រមចូលរួមទៅក្នុងបករបស់គេដែរឬទេប៉ុន្តែយាយយន្តរបស់យើងមិនព្រមចូលទៅក្នុងបករបស់គេនោះទេព្រោះគេសុខចិត្តនៅការពារក្រុមគ្រួសាររបស់គេនិងការពារអំពីសត្វឆ្កែដែលឆាតដូចជាឆ្កែយ៉ាងឈីមូដែលស្របពេលនោះដែរក៏ធ្វើឲ្យយ៉ាងឈីមូរបស់យើងក៏ពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនទែនព្រៀបធៀបនោះដែរយ៉ាងឈីមូរបស់យើងក៏ធ្វើការចង់ទៅវាប្រហារយាយយន្តរបស់យើងទៀតប៉ុន្តែក៏ត្រូវបានលោកគ្រូឈីវសាំងមុនហាមឃាត់ទៀតហើយនៅពេលនោះដែរគឺធ្វើឲ្យលោកគ្រូឈីវសាំងមុនរបស់យើងមានការខឹងទៅនឹងយ៉ាងឈីមូមែនទែនពីព្រោះថារូបគាត់បានមកហាមឃាត់កុំឲ្យប្រយុទ្ធគ្នាហើយយ៉ាងឈីមូនៅតែប្រហើនចង់ប្រយុទ្ធគ្នាទៀតនេះចាត់ទុកថាសម្ដីរបស់គាត់ប្រៀបបានដូចជាអត់ន័យអញ្ចឹងនៅពេលនោះដែរយ៉ាងឈីមូរបស់យើងក៏បាននិយាយថាខ្ញុំមិនហ៊ានទេខ្ញុំសំទោហើយមុននឹងពួកគេត្រឡប់ទៅវិញពួកគេក៏បាននិយាយប្រាប់យាយយន្តថាប្រសិនជាឯងហ៊ានមកបំពេញលើទឹកដីយើងទៀតហើយហ៊ានប៉ះពាល់ដល់គ្រួសារយើងទៀតយើងនឹងកាត់ក្បាលរបស់ឯងតែម្ដងស្របពេលនោះដែរយាយយន្តរបស់យើងក៏បានតបទៅវិញថាតើនរណាគឺជាអ្នកដាច់ប្រកាសភ្លាមនោះដែរយាយយន្តរបស់យើងក៏បានប្រើល្បឿនវាប្រហាររបស់គេពិតជាលឿនមែនតើបន្ទាប់មកយាយយន្តរបស់យើងក៏បានកាត់ផ្ដាច់ដៃរបស់អាចពេយ៉ាងឈិនមូបាត់ទៅដែលធ្វើឲ្យរូគេពេលនេះគឺពិតជាមានការឈឺចាប់មែនតើហើយរូគេក៏បាននិយាយថាខ្ញុំនឹងសងសឹកឯងវិញចំនួន100ដងប៉ុន្តែអ្វីគួរឲ្យប្លែកនោះហេតុអ្វីបានជាអបិយ៉ាងឈិនមូចង់សម្លាប់យាយយន្តហេតុអ្វីបានជាលោកគ្រូឈីវសាំងយុននឹងហាមឃាត់ប៉ុន្តែនៅពេលដែលយាយយន្តរបស់យើងបានវាប្រហារបកទៅវិញនឹងហេតុអ្វីបានជាលោកគ្រូឈីវសាំងយុនមិនហាមឃាត់បែបនេះអបិយ៉ាងឈិនមូបន្ទាប់ពីដាច់ដៃរបស់គេហើយពួកគេក៏បានរត់ចាក់ចេញពីទីកន្លែងនេះបាទទៅហើយពុករបស់យាយយន្តនឹងក៏បានអរគុណទៅកាន់យាយយន្តដែលបានជួយគេនៅក្នុងគ្រាមួយនេះហើយសម្រាប់ពេលវេលានេះដែរបើគ្មានយាយយន្តហើយគ្មានលោកគ្រូឈីវសាំងយុននោះទេគ្រួសារមួយនេះនឹងត្រូវរលាយដោយអំបិលត្រូវទឹកតែម្ដងនៅភ្លាមៗដែរលោកគ្រូឈីវសាំងយុនរបស់យើងនឹងក៏បានឲ្យស្លាប់បញ្ជាមួយទៅឲ្យយាយយន្តហើយប្រសិនបើថ្ងៃមួយយាយយន្តរបស់យើងចង់ទៅចូលបកកាយយន្តចឹងណារូគេមិនចាប់បាច់សាក់លបងអ្វីនោះទេពីព្រោះថាយាយយន្តរបស់យើងមានស្លាប់បញ្ជាមួយនេះហើយបន្ទាប់ពីគាត់បានឲ្យស្លាប់បញ្ជាទៅយាយយន្តហើយរូគាត់ក៏បានវិលត្រឡប់ទៅវិញទៅប៉ុន្តែល្បឿនរត់របស់លោកគ្រូឈីវសាំងយុនក៏លឿនខ្លាំងដែរខណៈពេលនោះដែរអ្នកបម្រើម្នាក់ក៏បានមកនិយាយថាទោះបីក្នុងត្រកូលយាយនេះមិនមានអ្នកបាត់បង់អាយុជីវិតក៏ដោយប៉ុន្តែបេក្ខជនដែលមកពីមុននោះមានកម្រងចូលទៅក្នុងអាណាចក្រអាត់កបាំងប្រច័នខ្មៅហើយយាយយន្តរបស់យើងក៏បានប្រាប់ទៅឪពុករបស់គេថាមិនបាត់ភ័យនោះទេរូគេនឹងឲ្យថ្នាំព្យាបាលសម្រាប់មនុស្សទាំងអស់ពីព្រោះថាថ្នាំព្យាបាលនេះមានច្រើនដល់សន្ធឹកសន្ធាប់ឯណោះហើយនៅពេលដែលនរណាម្នាក់ត្រូវរបួសគាត់ទៅលេបភ្លាមគឺជាសះស្បើយភ្លាមតែម្ដងហើយបើណាគេចង់ចូលទៅក្នុងអាណាចក្រប្រច័នខ្មៅនោះប្រសិនបើជាមានរបួសអីគ្រាន់តែលេបថ្នាំនេះក៏បានជាសះស្បើយទៅហើយស្របពេលនោះដែរយាយយន្តរបស់យើងក៏បានសួរទំនួលទាំងអស់គ្នានោះថាតើនរណាមានសមត្ថភាពមកជាមួយខ្ញុំមកទៅពេលនោះដែរយើងបានឃើញថាមានមនុស្សជាច្រើនក៏បានតាមយាយយន្តរបស់យើងបន្ទាប់មកពួកគេទាំងអស់គ្នាក៏នាំគ្នាធ្វើដំណើរទៅកាន់អាណាចក្រមួយនោះប៉ុន្តែនៅពេលដែលពួកគេរៀបបញ្ចូលទៅក្នុងអាណាចក្រមួយនោះហើយក៏ស្រាប់តែមានមនុស្សមួយក្រុមបានធ្វើដំណើរមកដល់ដែរហើយដែលពេទ្យដែលជាមេខ្លោងនៅឈរនៅមុខគេនោះគេមានឈ្មោះថាស៊ូយ៉ានលីហើយពេទ្យដែលឈរនៅខាងស្ដាំរបស់គេដែលកំពុងឈរអបដៃនេះគេមានឈ្មោះថាចៅស៊ីវ៉ុនដែលជាកូនប្រុសរបស់ស៊ូយ៉ានលីនឹងឯងគណៈពេលដែលស៊ូយ៉ានលីក៏បានសួរទៅក្រុមរបស់យាយយន្តរបស់យើងថាតើហេតុអ្វីបានជាលោកគ្រូយាយឆេងនឹងមិនមកពីព្រោះថាយាយឆេងធ្លាប់ទៅដឹកនាំគ្រួសាររបស់យាយយន្តអញ្ចឹងណាហើយពេលនេះស៊ូយ៉ានលីមិនឃើញគេក៏បានឆ្ងល់ចំណែកឯវ៉ាសឆងក៏បានឆ្លើយតបទៅវិញថាមនុស្សសម្រាមដូចជាគេត្រូវបានសម្អាតជាយូរមកហើយគណៈពេលដែលក៏ស្រាប់តែលេចចេញមកប្រុសម្នាក់ដែលគេមានឈ្មោះថាជេងយីនហ្វេងហើយពួកគេគឺពិតជាមានការឌឺដងទៅនឹងគ្រួសាររបស់យាយយន្តមែនតែនប៉ុន្តែប៉ុណ្ណោះគេក៏បានសើចដូចឆ្កែអូអាចថាប៉ុន្តែប៉ុណ្ណោះអាប៉ែយូយ៉ានលីនឹងក៏ធ្វើការនិយាយឌឺដងទៅកាន់គ្រួសាររបស់យាយយន្តហើយប៉ែនឹងក៏ធ្វើការនិយាយទៀតថាតើពួកឯងមកក្នុងនេះធ្វើអីពួកឯងមករត់សេចក្តីស្លាប់មែនទេដូច្នេះខ្ញុំជូនពរឲ្យពួកឯងរត់កាន់តែលឿនដើម្បីគេចផុតអំពីសត្វសាហាវប៉ុន្តែស៊ូយ៉ានលីរបស់យើងនឹងមិនដឹងទេថាយាយយន្តរបស់យើងមានល្បឿនប៉ុណ្ណានោះទេប៉ុន្តែការឌីលការរបស់ពួកគេប៉ុណ្នេះមិនធ្វើឲ្យយាយយន្តរបស់យើងមានការជឿចាប់សម្បីតែបន្តិចឡើយនៅពេលដែលយាយយន្តរបស់យើងក៏ធ្វើការនិយាយឌឺដងផ្លែផ្កាទៅកាន់ពួកគេវិញដែលមិនបងអង្គយូយាយយន្តរបស់យើងក៏បានប្រើថាពលបិសាចរបស់គេដែលធ្វើឲ្យពួកខាងសត្រូវគឺពិតជាមានការលំបាកក្នុងការទប់ខ្លួនមែនតើពីព្រោះថាពលបិសាចរបស់យាយយន្តនឹងខ្លាំងពេកតែពេលដែលគឺធ្វើឲ្យប៉ែជេងយីនហ្វេរបស់យើងក៏ពិតជាមានការខឹងសម្បាទៅនឹងយាយយន្តមែនតើហើយគេក៏ថែមនិយាយថាគ្រួសារយាយគ្មានអ្វីជាគូប្រៀបជាមួយនឹងគ្រួសារឆេងនោះទេភ្លាមៗដែរអាប៉ែជេងយីនហ្វេងជាមួយនឹងស៊ូយ៉ានលីហើយនៅឪពុករបស់យាយយន្តចឹងណារូគេក៏នាំគ្នាបើកអាណាចក្រមួយនោះបន្ទាប់ពីអាណាចក្របានបើកហើយពួកគេទាំងអស់គ្នាក៏នាំគ្នាចូលទៅក្នុងពិភពមួយនោះពេលដែលពួកគេបានចូលមកដល់ហើយប្រព័ន្ធក៏បានបញ្ជាក់ប្រាប់យាយយន្តថានៅ1គីឡូម៉ែត្រទៀតនៃភាគពីយប់មានរតនសម្បត្តិដ៏ច្រើនសន្ធឹក
ត់សន្ធប់ហើយបន្ទាប់មកយាយយន្តរបស់យើងក៏នាំគ្នាបំបីផ្លូវគ្នាដើម្បីស្វែងរកកំណប់ចឹងទៅបើកន្លែងមកអាប៉ែចៅស៊ីវុននិងកូនចៅរបស់គេវិញក៏ចូលមកកន្លែងផ្សេងខណៈពេលនោះកូនចៅរបស់គេក៏បានខ្លាចថាទ្រព្យសម្បត្តិនឹងធ្លាក់ទៅដល់គ្រួសារយេអាប៉ែចៅស៊ីវុននឹងក៏បាននិយាយថាហើយល្ងងម៉េះគ្រាន់តែនឹងកប៉ែកប៉ុកក៏ឯងមិនអាចគិតបាននោះដែរនៅពេលដែលពួកគេបានយកទ្រព្យសម្បត្តិនោះហើយពួកយើងគ្រាន់តែទៅសម្លាប់ពួកគេដើម្បីយកទ្រព្យសម្បត្តិនោះទៅហើយកូនចៅរបស់គេក៏បាននិយាយថាបើសិនបើយើងសម្លាប់យាយយន្តនៅពេលនេះតើគ្រួសាររបស់យាយយន្តអាចបោះបង់ដោយរបៀបណាប៉ែចៅស៊ីវុនក៏បានសើចនៅក្នុងអាណាចក្រមួយនេះពោពេញទៅដោយសត្វសាហាវតើមានផុសតាំងណាដែលអាចថាយើងសម្លាប់ពួកគេទៅពួកឯនេះគឺពិតជាងងមែនតើគ្រាន់តែសម្លាប់ពួកគេម្ដងម្នាក់ទៅហើយកូនចៅរបស់គេទាំងអស់ក៏បានក្នុងគ្នាគោរពតាមហើយមុននឹងពួកគេក៏ធ្វើការចង់សម្លាប់យាយយន្តរបស់យើងចឹងណាហើយនៅពេលនេះយាយយន្តរបស់យើងក៏បានផ្លាស់ទីមកដល់កន្លែងនេះឡើងលឿនតែម្ដងមិនតែប៉ុណ្ណោះយាយយន្តរបស់យើងក៏បានយកដាវទៅគំរាមអាប៉ែចៅស៊ីវុនផងដែរបន្ទាប់មកកូនចៅរបស់ចៅស៊ីវុននឹងក៏បានឲ្យយាយយន្តរបស់យើងនឹងលេងរូបគេទៅអាប៉ែចៅស៊ីវុនក៏បាននិយាយថាកុំព្រួយបារម្ភអីយាយយន្តមិនហ៊ានសម្លាប់ឬក៏ប៉ះពាល់រូបគេនោះទេប៉ុន្តែនិយាយមិនទាន់ផុតពីមាត់ផងយាយយន្តរបស់យើងក៏បានកាប់ករបស់អាប៉ែចៅស៊ីវុននឹងមួយដាវហើយបន្ទាប់មកយាយយន្តរបស់យើងក៏ធ្វើការវាយប្រហារទៅកាន់កូនចៅរបស់ចៅស៊ីវុននឹងឯងដែលធ្វើឲ្យកូនចៅរបស់គេដេករាវស្អាតតែម្ដងហើយភ្លាមដែរក៏ធ្វើឲ្យចៅស៊ីវុនរបស់យើងនឹងក៏ពិតជាមានការភ័យខ្លាចមែនទែនបន្ទាប់មកសាច់រឿងរបស់យើងក៏សូមស្រេចតែត្រឹមនេះសិនសូមរងចាំនឹងទស្សនានៅភាគបន្តជាមួយ admin ទាំងអស់គ្នានៅវីដេអូក្រោយកុំភ្លេចចុច like ឬក៏ subscribe admin ម្នាក់មួយផងហើយកុំភ្លេចមើលវីដេអូរបស់ admin ឲ្យដល់ចប់ផងដើម្បីបានឆាប់គ្រប់មកអរគុណបាយបាយអ្នកទាំងអស់គ្នា